គាត់គ្រាន់តែផ្អែកលើលទ្ធផលស្រាវជ្រាវរបស់ខ្ញុំហើយចង់យកវាទៅរកលុយតែប៉ុណ្ណោះអូតើអ្នកគ្រប់គ្រងយ៉ាវជាមនុស្សបែបហ្នឹងមែនទេច្រើនឆ្នាំមកនេះគាត់មិនដែលផ្លាស់ប្ដូរទេប៉ុន្តែសូម្បីតែក្មេងស្រីដូចជាខ្ញុំក៏ដឹងដែរថាសាស្ត្រាចារ្យជាងនេះគឺជាសេចក្តីស្រឡាញ់ដ៏ធំធេងនិងជាការរួមចំណែកដល់សង្គមចុះហេតុអ្វីបានជាអ្នកគ្រប់គ្រងយ៉ាវមិនយល់ទៅវិញពិតមែនហើយគាត់ពិតជាមិនយល់មែនជាវថែវតើអ្នកដឹងទេអ្នកពូកែជាងគាត់100ដងឯណោះមែនឬសាស្ត្រាចារ្យយ៉ាងលោកគឺជាបុរសដំបូងគេដែលសរសើរខ្ញុំបែបនេះតើវាអាចទៅរួចយ៉ាងដូចម្ដេចមើលអ្នកចុះទាំងក្មេងទាំងស្អាតហើយថែមទាំងដឹងខុសត្រូវទៀតតើអាចគ្មានអ្នកសរសើរបានយ៉ាងម៉េចមានតែសាស្ត្រាចារ្យយ៉ាងម្នាក់គត់ដែលសរសើរខ្ញុំបែបនេះសាស្ត្រាចារ្យយ៉ាងតើលោកពិតជាគិតថាខ្ញុំល្អមែនទេមិត្តយល់ចិត្តពិតជាពិបាករកណាស់ពិតជាពិបាករកមែនគ្រាន់តែថាឥឡូវនេះខ្ញុំចាស់ហើយប្រសិនបើខ្ញុំអាចជួបអ្នកឲ្យបានឆាប់ជាងនេះជីវិតរបស់ខ្ញុំប្រហែលជាតើការជួបខ្ញុំឥឡូវនេះវាយឺតពេកហើយមែនទេខ្ញុំរៀបការរួចហើយចុះបើលោកមិនស្រឡាញ់គាត់ទេហេតុអ្វីលោកមិនលែងលះជាមួយគាត់ទៅជាវថែវ